Alo, 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 alo. นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัทโธรัตนะតយសៈវន្តិមិទូព្រះបង្គំអង្គខ្ញុំកណាសូមអភិវឌ្ឍបន្ទន់កាយក្រៅសំពះនៃគុណកតទាំង3ទី1គឺពុទ្ធរតនៈទី2គឺពធទី3ព្រះសង្ឃដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាមួយលើសូមនមស្ការថ្វាយបង្គំពោះព្រះមេគុណខេត្តបាត់ដំបងព្រមទាំងព្រះអនុគុណក្រុងព្រមទាំងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមសូមនមស្ការថ្វាយបង្គំពោះព្រះអង្គគ្រូចតកាវត្ថនមិត្តរាជបភារាមហវបច្ឆាក្រុងបាត់ដំបងខេត្តបាត់ដំបងសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបគ្រប់ញាតិឋានគ្រប់ទិសគ្រប់ទីទាំងអស់ដែលកំពុងតែទស្សនាការ live ចេញអំពី Facebook លោកតាជាគោណាឥឡូវលែងហៅលោកតាកំ pl ែងព្រោះដោយសារខូច Facebook អញ្ចឹងដោយនៅក្នុងរាត្រីយប់នេះត្រូវនឹងថ្ងៃអាទិត្យទី7រោចខែចេឆ្នាំមីអថាសពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី7ខែមិថុនាឆ្នាំ2026ចឹងក៏ញញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់ខ្លះក៏បានដឹងខ្លះក៏មិនទាន់បានដឹងខ្លះក៏បានចូលរួមញោមខ្លះក៏មិនទាន់បានចូលរួមដោយនាថ្ងៃខាងមុខអាត្មាភាពធ្វើពិធីបុណ្យតក្កណានុប្រទានគម្រប់ខួប6ឆ្នាំឧបាសិកាចន្ទយានដែលត្រូវជាយាយបង្កើតរបស់អាត្មាភាពផ្ទាល់អញ្ចឹងអាស្រ័យហើយដូច្នេះសូមប្រកេននិងជួនដំណឹងដល់ញោមញាតិពុទ្ធបរិស័ទប្រុសស្រីថាកម្មវិធីបុណ្យយើងធ្វើតែមួយព្រឹកប៉ុណ្ណាយើងប្រព្រឹត្តទៅប៉ុណ្ណាគឺកម្មវិធីនៅថ្ងៃអាទិត្យ14កើតណាញោមរៀងយូរដែរប៉ុន្តែលឿនដែរព្រោះខែបឋមសាទឆ្នាំមីអថាសពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី28ខែមិថុនាឆ្នាំ2026នៅវេលាម៉ោង6:30នាទីយើងប្រគេនជាគូដល់ព្រះសង្ឃពេលព្រឹកប៉ុណ្ណាបន្ទាប់មកយើងអញ្ជើញភ្ញៀវទាំងអស់ទទួលទានភោជនាអាហារពេលព្រឹកដែរអញ្ចឹងគឺញញោមពុទ្ធបរិស័ទសូមអញ្ជើញមកបានច្រើនកមកពេលព្រឹកហ្នឹងឯងញោមមហូបនំបញ្ចុកហើយវេលាម៉ោង7កន្លះយើងធ្វើកិច្ចនមស្ការសមាទានសិលចម្រើនព្រះបរិត្តណាញោមបន្ទាប់មកវេលាម៉ោង8យើងរតនាព្រះអង្គគ្រូទាំងពីរព្រះអង្គដើម្បីសម្ដែងបឋមទេសនាក្រែ2បច្ឆវិសច្ចនីឆ្លងឆ្លើយមានព្រះអង្គគ្រូវណ្ណចិន្តាជាចតកាវត្តមមហើយនឹងព្រះអង្គគ្រូតថធម្មោជាគ្រូសុស្ដាំវបិឆាសម្ដែងធម្មទេសនាដែលចប់កាលណាយើងរតនានិមន្តព្រះសង្ឃទាំង126អង្គគោចបណ្ឌបាតក៏អញ្ចឹងញញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់ត្រៀមចិត្តត្រៀមកាយដើម្បីអញ្ជើញមកចូលរួមមានមីទឹកសុទ្ធភេសជ្ជៈបច្ច័យសូមអញ្ជើញយកមករាប់បាតណាបងទាំងអស់គ្នាទោះដាក់គ្រប់ក្តីមិនគ្រប់ក្តីញោមទោះគ្រប់អង្គក្តីមិនគ្រប់អង្គក្តីអញ្ចឹងយើងដាក់បានប៉ុណ្ណាយើងយកប៉ុណ្ណឹងញោមពុទ្ធបរិស័ទបន្ទាប់មកយើងម៉ោង10កន្លះវេផតប្រកេនប្រសង់ហើយម៉ោង11អញ្ជើញភ្ញៀវកិត្តិយសទាំងអស់ទទួលទានភោជនាអាហារ
ណាសូមជម្រាបណាជួនដំណឹងដល់ញោមញាតពុទ្ធបរិស័ទប្រុសស្រីថាគឺញាតិញោមពុទ្ធបរិស័ទខ្លះក៏បានជួយជាចង្ហាន់ណាអញ្ចឹងគឺចង្ហាន់នេះគឺជម្រាបណាប្រាប់ញោមញាតថាគឺមួយតុកដល់60000រៀលណាអញ្ចឹងក្រែងអស់លោកណាអាយដាមលោកជំទាវណាញោមញាតមន្ត្រីរាជការទាំងអស់ក្រែងមានតែទីទឹកថ្លាប់ចប់និស័យចូលរួមណាជាចង្ហាន់ណាចូលរួមជាមួយអាត្មាភាពណាព្រះភិក្ខុជាគោដែលគង់នៅក្នុងវត្តធនមិត្តអេរីវផារាមហោឆាក្រុងបាត់ដំបងខេត្តបាត់ដំបងអញ្ចឹងសូមញាតិញោមពុទ្ធបរិស័ទអញ្ជើញចូលរួមឲ្យបានច្រើនកកមកអាចម្នាក់មួយតុកម្នាក់ពីរតុឯញោមណាអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់ព្រោះថ្ងៃហ្នឹងសូមអញ្ជើញមកបានច្រើនកកមកថ្ងៃទី28ញោមណាពេលព្រឹកថ្ងៃអាទិត្យថ្ងៃហ្នឹងអត់មានធ្វើការរៀនសូត្រអីទេណាខាងមន្ត្រីរាជការគេឈប់ហើយអញ្ចឹងញាតិញោមពុទ្ធបរិស័ទមានឱកាសមកហើយណាលែងបានជាប់ចៅទៀតហើយណាញោមណាសូមអញ្ជើញមកបានច្រើនកកណាថ្ងៃហ្នឹងណាអញ្ចឹងញោមណាអញ្ចឹងគឺសង្ឃឹមជឿជាក់ណាលើញាតិញោមពុទ្ធបរិស័ទណាអញ្ចឹងគឺហើយមកបានច្រើនកមកព្រោះណាហើយដោយសារទូរស័ព្ទហ្នឹងយើងឡាយអត់កើតណាបើឡាយកើតអាត្មានឹងឡាយចាំតែនេះគឺជាថតទៅជាវីដេអូយកបង្ហោះណាហើយបើញោមញាពុទ្ធបរិស័ទចូលរួមណាឈ្មោះណាញោមណាអញ្ជើញចូលរួមជាចង្ហាន់គាត់ឈ្មោះណាមកតុក60000មកតុក60000ហើយញោមថាបើខ្ញុំកណាចូលពាក់កណ្ដាលបានបានមិនអីទេណាអញ្ចឹងក៏អរគុណច្រើនញាតិញោមពុទ្ធបរិស័ទណាគ្រប់រូបគុំយដ្ឋានទាំងអស់ប៉ុណ្ណាហើយតែប៉ុណ្ណឹងប៉ុណ្ណាហើយខុសត្រូវអីយ៉ាងណាជាស្រ័យបើញោមញាតិពុទ្ធបរិស័ទចង់ចូលរួមណាជាចង្ហាន់តុកមានអាត្មាភាពនៅតំណាក់តំណងលេខទូរស័ព្ទ011 48 16 41 088 46 43 654ណាលេខអាត្មាភាពផ្ទាល់ព្រោះអញ្ចឹងញាតិញោមពុទ្ធបរិស័ទណាខលមកគឺឆាតមកញោមណាទទួលណានិយាយដដែលថាចង្ហាន់នៅបន្ទុក60000រៀលទេព្រោះអញ្ចឹងក៏ខុសត្រូវអីយ៉ាងណាសូមកាន់តែអភ័យទោសដល់គុណចាស់គ្រប់ព្រះអង្គនិងអធិស្ឋានដល់ញោមញាតណាពុទ្ធបរិស័ទតែប៉ុណ្ណេះណាសូមនមស្ការលាសូមចម្រើនពរលាសូមអនុមោទនា